តោះជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកជួបគ្នាទៀតហើយថ្ងៃនេះចង់ចែកម្លែករឿងមួយរឿងស្រីក្មេងស្រឡាញ់ប្រុសចាស់អឺមាននារីម្នាក់ខែភ្ជុំអញ្ចឹងគេថាខែបុណ្យទានគាត់ទៅឆ្នាំមកទៅលេងស្រុកជារាល់ឆ្នាំអញ្ចឹងណាតែឆ្នាំមួយគាត់ចូលទៅស្រុកគាត់ជួបបុរសចាស់ម្នាក់អាយុគាត់នឹងចូល60ឆ្នាំជាង60ឆ្នាំជាងតែគាត់ពូម៉ាយនៅស្រុកភូមិតែម្នាក់ឯងអញ្ចឹងណាអត់មានកូនអត់មានអីទាំងអស់គ្រួសារគាត់បែកគ្នាទៅគាត់គ្រួសារគាត់នឹងនេះគាត់អ្នកលេងល្បែងដល់ពេលហើយតានឹងគ្រួសារគាត់ចាត់គេថាពពួរតានឹងលក់នេះលក់នោះទៅក៏គាត់នឹងលែងលះគ្នាទៅដល់ពេលថ្ងៃមួយមានបុណ្យទានកម្មវិធីបុណ្យទានអញ្ចឹងស្ត្រីក្មេងហ្នឹងក៏ទៅលេងស្រុកភូមិហ្នឹងហើយក៏បានជួបប៉ុន្តែគេថាជួបដំបូងមិនទាន់ហ៊ានសារភាពថាស្រឡាញ់តាណាចាស់ហ្នឹងទេដោយសារគាត់គិតថាគាត់ខ្លួនក្មេងតែលួចស្រឡាញ់ប្រុសចាស់អញ្ចឹងគាត់និយាយថាគាត់មិនហ៊ានសារភាពអញ្ចឹងណាដល់ពេលហើយក្រោយមកគាត់តែងតែលេងស្រុកភូមិនឹងជារៀងដូចថារាល់អាទិត្យអញ្ចឹងណាមួយអាទិត្យអីគាត់សម្រាប់ពីការងារគាត់តែលេងស្រុកភូមិអញ្ចឹងទៅណាដល់ពេលថ្ងៃមួយតាហ្នឹងគាត់មិនដឹងដែរមិនដឹងថាស្ត្រីនឹងលួចស្រឡាញ់គាត់ដែរព្រោះគាត់គិតថាគាត់ខ្លួនចាស់គាត់ក្រអញ្ចឹងទៅតែថ្ងៃមួយអ្នកស្រុកអ្នកភូមិហ្នឹងគាត់និយាយមកប្រាប់តាចាស់ហ្នឹងទៅហើយគាត់និយាយថាមានគេលួចស្រឡាញ់គាត់អញ្ចឹងណាប៉ុន្តែតាគាត់អត់ដឹងទេគាត់អត់ដឹងថាអ្នកណាអ្នកណីមកលួចស្រឡាញ់គាត់ទេតែអ្នកស្រុកអ្នកភូមិថាគេក្មេងគេអីអញ្ចឹងណាតែតានោះក៏គាត់បាននិយាយថាគេខ្លួនក្មេងមកស្រឡាញ់ខ្ញុំអីចាស់ក៏ចាស់ក្រក៏ក្រមិនដឹងទីពឹងអ្នកណាបានអញ្ចឹងណាតែថ្ងៃមួយទៅស្ត្រីក្មេងហ្នឹងក៏គាត់មកលេងនៅស្រុកភូមិនឹងទៀតស្រុកភូមិហ្នឹងគាត់ក៏បានមកលេងតាហ្នឹងគាត់ផ្ទះគាត់នៅនេះទេខ្ទមតូចមួយហើយនិយាយថាដីគាត់អញ្ចឹងមានដាំឈើពេញតែដីគាត់អញ្ចឹងណាតែដល់ពេលហើយគូស្ត្រីនឹងមកសារភាពប្រាប់គាត់ត្រង់មកគាត់ដូចថាគាត់លួចស្រឡាញ់តានឹងយូរហើយអញ្ចឹងណាគាត់មកសារភាពប្រាប់ត្រង់មកថាខ្ញុំលួចស្រឡាញ់តាអីអញ្ចឹងទៅ តែតានោះគាត់មិនទាន់ហ៊ានសារភាព
ថាស្រឡាញ់ដែរព្រោះគាត់គិតក្នុងចិត្តគាត់ថាខ្លួនគាត់នឹងចាស់ហើយมันអាចស្រឡាញ់នារីក្មេងខ្លួនគេស្អាតអញ្ចឹងណាហើយគាត់ចិត្តថាសារភាពថាមិនសមទេម្នាងសមទេម្នាងអីអញ្ចឹងដែរដល់ពេលថ្ងៃមួយក្រោយទៀតស្ត្រីនឹងក៏មកសួរមកលេងស្រុកភូមិអញ្ចឹងណាលេងស្រុកភូមិហើយក៏សួរតានឹងទៀតតានឹងតែងតែបដិសេធជាម្ដងហើយទៅ2ដងហើយទៅ3ដងអញ្ចឹងដល់ពេលថ្ងៃមួយស្ត្រីនឹងមកសួរនាំម៉ែឪមកសួរតានឹងតផ្ទាល់ហៅម៉ែឪមកគូម៉ែឪគេគូបាននិយាយប្រាប់កូនគេដែរថាយើងក្មេងហេតុអ្វីក៏ទៅស្រឡាញ់បរិសចាស់ជាងយើងអញ្ចឹងណាតែគាត់បានបដិសេធជាមួយនឹងឪពុកម្ដាយរបស់គាត់គិតថាហេតុតែស្រឡាញ់ទោះចាស់ក្មេងក៏រស់នៅជាមួយគ្នាបានដែរដល់ពេលថ្ងៃមួយទៅគូតានឹងមានចិត្តលួចស្រឡាញ់នារីនឹងដែរតែតានឹងគាត់មិនហ៊ានសារភាពប្រាប់ទេព្រោះគាត់គិតថាគាត់នឹងបរិសចាស់អញ្ចឹងទៅក្រអីចឹងទៅណាតែយូរខែទៀតក៏នារីនឹងមកលេងស្រុកភូមិនឹងទៅក៏មកលេងផ្ទះតាយូរទៅមកលេងយូរទៅក៏មានចិត្តលួចស្រឡាញ់នារីក្មេងនឹងតែទៅប្រុសចាស់ហ្នឹងតែនារីក្មេងហ្នឹងក៏គាត់ដឹងដែរគាត់ដឹងថាតាហ្នឹងក៏មានចិត្តលើគាត់ទៅដល់ពេលហើយថ្ងៃមួយនារីហ្នឹងអត់ចាំតាហ្នឹងចូលដណ្ដឹងទេនារីហ្នឹងមកចូលដណ្ដឹងតាហ្នឹងមិនតែម្ដងដោយតាហ្នឹងគាត់គិតថាខ្លួនកាន់តែចាស់มันគ្មានអ្នកនៅក្បែរมันមានក្រុមគ្រួសារនៅតែឯងអញ្ចឹងគាត់យកព្រមរៀបការជាមួយនឹងនារីនឹងទៅតែគេរៀបការអីរួចបុរសចាស់ហ្នឹងមិនហ៊ាននិយាយថាមិនហ៊ានដេកគៀមិនហ៊ានគៀកកោយគៀព្រោះខ្លាចចិត្តនេះថាចិត្តនារីនឹងខ្លួនគាត់ក្មេងហើយខ្លួនគាត់ចាស់អញ្ចឹងមិនហ៊ានដេកគៀមិនហ៊ានគៀកកោយគៀអញ្ចឹងណាដល់ពេលថ្ងៃមួយគាត់ចេញទៅធ្វើការដូចសរាប់ដងអញ្ចឹងតែមកវិញនារីនឹងរៀបចំម្ហូបអាហារឲ្យជារៀងរាល់ថ្ងៃអញ្ចឹងទៅដល់ពេលថ្ងៃមួយនារីនឹងក៏គាត់មកគៀកតាក៏បានចាប់អោបថើបអីជាដូចថាគាត់គិតថាជាប្តីប្រពន្ធហើយគាត់គិតថាគាត់អោបបង្អែលេងជារឿងធម្មតាអញ្ចឹងណាដោយសារគាត់គិតថាជាប្តីគាត់តែគាត់តានោះក៏គាត់គិតថាមិនស័ក្តិសមទេខ្លួនគាត់ចាស់ខ្លួនគាត់ចាស់បាននារីក្មេងមកស្រឡាញ់ដល់ពេលគាត់គិតយូរទៅគាត់ថាបើគេស្រឡាញ់ទៅហើយយើងក៏បានរៀបការអីជាមួយគ្នាអីទៀតចឹងណាហើយគាត់
បានដូចថាអោបបង្អែនារីនឹងជារៀងរាល់ថ្ងៃរឿងរាល់យប់អញ្ចឹងទៅដល់ពេលថ្ងៃមួយនារីហ្នឹងគូគាត់បានមកស្ទាបបង្អែបុរសចាស់ហ្នឹងហើយបុរសចាស់ហ្នឹងគាត់ដូចថាដូចខានចឹងយូរហើយណាយើងអត់ចង់និយាយចំឯងកុំឲ្យមានបញ្ហាដូចថាមានក្មេងមកស្ដាប់រឿងខ្ញុំទៅដល់ពេលហើយវាស្ដាប់ទៅវាអសរោះនៅក្នុងការស្ដាប់របស់គាត់ចឹងណាអញ្ចឹងយើងនិយាយជាធម្មតាសម្រាប់ឲ្យកុំឲ្យមានបញ្ហាដូចថាក្មេងស្ដាប់ទៅវាស៊ីអារម្មណ៍ស៊ីអីចឹងទៅដល់ពេលហើយស្ត្រីនឹងថ្ងៃក្រោយមកគោមកធ្វើអញ្ចឹងដាក់តានឹងទៀតតែតានឹងគាត់គិតក្នុងចិត្តគាត់ថាបានប្រពន្ធស្អាតហើយអញ្ចឹងយើងត្រូវតែយកកូនយកចៅអញ្ចឹងណាយករបៀបដូចថាចាស់នឹងក្មេងអញ្ចឹងណាដល់ពេលគាត់ក៏អញ្ចឹងម្ដងពីរដងទៅក៏ដូចថាយើងញ៉ាំដែរគាត់គូមានបុតមានអីថាមានកូនមានចៅនិយាយពាក្យសាមញ្ញយើងទៅគេថាមានកូនមានចៅអញ្ចឹងណាតែនារីហ្នឹងគឺថាវាថាមានកូនមានចៅទៅនេះវាថាវាសាមញ្ញធម្មតានេះថាមិនគួរបរោះចាស់ខ្លាំងប៉ះចំខ្ញុំអីចឹងណាដល់ពេលមានបុតមានអីទៅក៏គាត់គិតថាដូចថាមានក្តីសុខអីចឹងណាមានក្រុមគ្រួសារមួយដ៏តូចមួយអញ្ចឹងសម្រាប់មកគាត់អញ្ចឹងណាសាមញ្ញនៅសុកសែអញ្ចឹងណាបាទរឿងហ្នឹងសូមបញ្ចប់ត្រឹមហ្នឹងទេចាំខ្ញុំនិយាយភាគតទៅមុខទៀតតទៀតពីសាច់រឿងស្រីក្មេងស្រឡាញ់ប្រុសចាស់ហ្នឹងណាបាទសូមអរគុណ